គឺទៅរៀបអភិសេកជាមួយព្រះបត្រាយ៉ាងម៉េចស្រីក្រនឹងក៏ក្រិចដូចជាឯងនេះចង់ទៅជាមួយដែរមែនទេនាងទៅដែរទៅនាងក្រខ្ញុំគ្មានសាច់ញាតិទេបើបានចូលវាំងខ្ញុំក៏ព្រមដែរអូយលោកអើយលោកបាក់លំដាប់ខ្ញុំអស់ហើយថ្ងៃនេះបាយចូលវាំងជាមួយស្រីក្រចង់ភុំទៅកើតដែររឿងបញ្ឆោតជ្រើសព្រះរាជាមានដំណើរបន្តគ្នាថាព្រះបត្រាមួយព្រះអង្គតែងជ្រើសព្រះរាជាជាញឹកញាប់ហើយព្រះរាជាគ្រប់អង្គតែងតែបាត់ព្រះកាយរហូតតែរឿងនេះគ្មានអ្នកណាដឹងទេនៅក្នុងរាជវាំងលោកសេនាមកទល់នឹងពេលនេះទៅហើយបត្រាយើងត្បិតថាជ្រើសបានព្រះជាយាមែនតែមិនទាន់មានបុត្រនោះទេយើងគិតថាលោកគួរតែជ្រើសរើសស្នំបន្ថែមទៀតហើយរឿងនេះទូបង្គំបានរៀបចំរួចហើយក្រាបទូលសូមទ្រង់ទុកបតីចុះបើរៀបចំរួចហើយយើងទុកបតីហើយណាពេលនេះចូលលោកចាត់ចែងតាមបតីបត្រាយើងចុះយើងក៏ដល់ពេលទៅជ័យដែនដែរព្រះអង្គតើទ្រង់នឹងយាងទៅជ័យដែននៅពេលណាដែរក្រាបទូលគឺឆាប់នេះហើយចំណែកលោកសេនាជួយមើលបម្រើបត្រាយើងឲ្យបានល្អផងយើងទុកចិត្តលើលោកហើយសូមទ្រង់ទុកបតីចុះទូលបង្គំនឹងបម្រើព្រះបត្រាឲ្យបានល្អបំផុតមិនប្រហែសទេក្រាបទូលព្រះរាជាដឹងថាបត្រាទ្រង់ក៏ចម្លែកបន្តិចដែរតែទ្រង់ក៏រវល់ណាស់នឹងមិនសូវខ្វល់ពេកទេហេតុនេះរឿងដែរព្រះបត្រាធ្វើអ្វីទ្រង់ពុំដឹងទាំងស្រុងឡើយនៅក្នុងដំណាក់ព្រះបត្រាតើលោកសេនាបានជ្រើសស្នំឯកបានហើយនៅក្រាបទូលព្រះបត្រាស្អែកនេះនឹងមាននារីដែលមានគ្រប់លក្ខណៈមកដល់ហើយទូលបង្គំនឹងទៅទទួលដោយផ្ទាល់ផងដែរក្រាបទូលល្អណាស់ចូលធ្វើរឿងនេះចុះណាចាំណាកាលណាចប់ការងារលោកមុខជាបានទទួលរង្វាន់ជាមិនខានតែបើរកមនុស្សស្រីមិនបានទេលោកច្បាស់ជាដាច់ក្បាលដូចគ្នាសូមទុកបតីលើទូលបង្គំចុះក្រាបទូលការដែរព្រះបត្រាសប្រតិគឺជារឿងល្អតែអ្នកភូមិដូចជាមិនរីករាយសោះតើព្រោះហេតុអ្វីទៅនៅក្នុងភូមិអ្នកបានដឹងហើយមែនទេថាស្អែកនេះលោកសេនានឹងមកជ្រើសរើសស្រីស្អាតថ្វាយព្រះបត្រានោះចាគឺដឹងសំណាងហើយដែលខ្ញុំគ្មានកូនស្រីកុំអីខ្ញុំដេកយំងាប់ហើយហេតុអីក៏យំខ្លាចជាស្នំឬព្រះជាយាក្រែងទីកិត្តិយសនឹងមានទ្រព្យច្រើនណាស់មិនអញ្ចឹងអីអ្នកធ្វើដូចជាមិនដឹងសោះណោះបើមិនដឹងមែនឲ្យធ្វើយ៉ាងម៉េចអ្នកធ្លាប់ធ្វើការក្នុងវាំងឥឡូវអ្នកនិយាយមកមើលខ្ញុំចាំស្ដាប់គឺកន្លងមកណាឲ្យតែមានអ្នកណាដែលរៀបអភិសេកជាមួយព្រះបត្រាគឺសុទ្ធសឹងតែបាត់ខ្លួនទាំងអស់ហ្នឹងមានន័យថាពួកគេពិតជាត្រូវព្រះបត្រាសម្លាប់មែនទេមែនហើយគ្រាន់តែគិតក៏ខ្ញុំខ្លាចដែរព្រះបត្រានោះសាហាវណាស់តែថារឿងនេះគឺជារឿងអាត់កំបាំងអ្នកហាមនិយាយផ្ដេសផ្ដាស់ណាជន់គ្នានោះដែរលោកសេនាក៏បានស្ដាប់ឮនិងបាននិយាយថាកុំនិយាយផ្ដេសផ្ដាស់ប្រយ័ត្នដាច់ក្បាលទៅអ្នកទាំងពីរអើយក៏ដុំថែមកែបឆាអើយព្រះអើយលោកសេនាពួកខ្ញុំគ្មានចេតនានិយាយដើមព្រះបត្រាទេថ្ងៃនេះយើងលើកលែងឲ្យតែបើថ្ងៃក្រោយហ៊ានតែនិយាយផ្ដេសផ្ដាស់ទៀតអ្នកទាំងពីរច្បាស់ចដាច់ក្បាលមិនខានទេចាអ្នកខ្ញុំលែងហ៊ានហើយតែថាតើព្រះជាយាគ្រប់អង្គនឹងទៅណាដែរទៅលោកសេនាអាចប្រាប់ខ្ញុំផងបានទេកុំចេះដឹងច្រើនពេកកុំចង់ដឹងពេកដឹងត្រឹមតែថាពួកទ្រង់មានប្រាក់ផ្ញើមកផ្ទះគ្រប់គ្រាន់ទៅគឺបានហើយតែពួកខ្ញុំចង់ដឹងថាតែចង់មានទោសមែនទេអើយមិនហ៊ានទេតោះអ្នករត់ទៅឆាប់ឡើងអើយចាចាំការទៀតរត់ហើយនិងមីងតុំភ័យពេកក៏បានរត់ទៅចំណែកលោកសេនាក៏បាននាំនារីដ៏ស្រស់ស្អាតចំនួន2នាក់សម្ដេចទៅកាន់រាជវាំងនៅចុងភូមិពួកនាងស្អាតណាស់បើបែបនោះអ្នកនាងទាំងពីរមុខជាមានអនាគតមិនខាននោះទេចាអរគុណណាស់លោកសេនាលោកប្រសពនិយាយណាស់បើបានរៀបអភិសេកនឹងព្រះបត្រាកាលណានោះខ្ញុំនឹងមិនភ្លេចលោកទេចាចំណែកខ្ញុំក៏ដូចគ្នាខ្ញុំមកជជូនប្រាក់ដល់លោកមិនខានទេព្រោះខ្ញុំជឿជាក់ប្រកបច្បាស់ថាខ្ញុំនេះហើយដែលស័ក្តិសមជាព្រះជាយាពិតនោះខ្ញុំថានាងមិនសមទេព្រោះនាងចាស់ណាស់ហើយចំណែកខ្ញុំវិញក្មេងនិងស្អាតជាងដូច្នេះខ្ញុំនេះហើយដែលស័ក្តិសមនោះមែនក៏ទទួលស្គាល់ថាយើងអាយុច្រើនជាងឯងតែឯងដឹងផងទៅយើងមានវិធីនឹងល្អិតល្អន់ជាងឯងណាហេតុនេះគឺកុំប្រកែកគ្នាអីព្រះបត្រាទ្រង់នឹងទទួលយកតែទាំងអស់ហ្នឹងអើយលោកសេនាលើបែបនេះឲ្យខ្ញុំរំភើបពេកណាថ្ងៃដូចជាខ្ពស់ណាស់ហើយសូមអញ្ជើញនាងធ្វើដំណើរទៅបានចាគឺប្រកាសហើយសេនានិងនារីទាំងពីរធ្វើដំណើរបានបន្តិចក៏បានជួបនឹងនារីកំសត់ម្នាក់ទៀតដែលកំពុងតែមកពីទិសផ្ទុយគ្នាលោកសេនាសូមរំខានសួរថាតើលោកនាំអ្នកនាងទាំងពីរនោះទៅកាន់រាជវាំងមែនទេគឺទៅរៀបអភិសេកជាមួយព្រះបត្រាយ៉ាងម៉េចស្រីក្រនឹងក៏ក្រិចដូចជាឯងនេះចង់ទៅជាមួយដែរមែនទេព្រះអើយស្រីក្រក៏ចង់បានខ្ពស់ចង់មិនក៏មិនមើលសម្រស់ខ្លួនឯងផងទៅណែសម្រស់នឹងលក្ខណៈរបស់នាងណាសំតែសុំទៀនទេនារីទាំងពីរគិតថាប្រពៃមិនអាចទៅរួចនោះទេតែសេនានៅស្ងៀមមួយសន្ទុះនឹងបានគិតនៅក្នុងចិត្តថាខ្ញុំរកស្រីស្អាតថ្វាយព្រះបត្រាមិនបានច្រើនអ្នកទេនាងនេះទោះថាមិនស្អាតនឹងខ្វក់មែនតែខ្ញុំក៏អាចរាប់ជាចំនួនបានខ្លះដែរលោកសេនានៅត្រឹងដល់ណាទៀតទៅខ្ញុំប្រញាប់រៀបអភិសេកណាឆាប់ឡើង
នាងតើនាងព្រមទៅរាជវាំងនឹងត្រៀមរៀបអភិសេកជាមួយព្រះបត្រាទេ តែខ្ញុំពិតជាអាចចូលវាំងបានដែរមែនទេអើយ លោកសេនាលោកនិយាយលេងទៅដឹងហ្នឹងមិនហើយខ្ញុំសើចចង់ជ្រុះថ្មិញឥឡូវហើយលោកសេនា ខ្ញុំនិយាយការពិតនាងទៅដែរទៅនាងក្រ ខ្ញុំគ្មានសាច់ញាតិទេបើបានចូលវាំងខ្ញុំក៏ព្រមដែរខ្ញុំនឹងធ្វើជាអ្នកបម្រើក្នុងវាំងទៅចុះមិនប្រាថ្នាខ្ពស់ទេព្រះអើយជារឿងដែលពិបាកទទួលយកពេកណា បើអញ្ចឹងនាងឆាប់ដើរទៅឆាប់ឡើង អូយ